Radio Free Asia. អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡង់ឌីម៉ង់មិនធ្វើអត្ថាធិប្បាយណាមួយតាក់ទងនឹងពាក្យថាអបគុំដល់អ្នកសារព័ត៌មានទេការមិនព្រមបកស្រាយនឹងពាក្យអបគុំនេះគឺបន្ទាប់ពីអភិបាលរងសាលារាជធានីភ្នំពេញលោកខួងស្រេងនិងលោកឡង់ឌីម៉ង់ដែលអមដោយកងកម្លាំងសមត្ថកិច្ចផងនោះបានដឹកនាំគណៈកម្មការចម្រុះចុះពិនិត្យមើលឆាយាព្រះសង្ឃនិងសង្ឃស្ថិតិព្រះសង្ឃនិស្សិតនៅវត្តសាមគ្គីរាំងសីនៅរសៀលថ្ងៃអង្គារនេះខ្ញុំចង់សួរខ្ញុំថាអាយដាមនិយាយភាសាខ្ញុំមានមេខ្ញុំរឿងហ្នឹងព្រោះមិញអាយដាមថាបាននិយាយទេប៉ុន្តែឥឡូវខ្ញុំសួរគាត់អ្នកនិយាយវិញថាតើគាត់បាននិយាយភាសាថាវត្តសាមគ្គីរាំងសីអាចបង្កើតអបគុំមែនអញ្ចឹងឥឡូវយើងចំណុចណាខ្លះដែរលោកចា៎បាញ់ស្អីខ្ញុំអត់ឲ្យចេះអត់ទេឥឡូវយើងអាចបញ្ជាក់បានថាអបគុំមិនអបគុំគាត់បញ្ជាក់មកជុំបងអាយដាមគាត់បកស្រាយហើយមិញអាយដាមគាត់បកស្រាយហើយខ្ញុំធ្វើចឹងតើបងសុំតោះអាយដាមគាត់បកស្រាយហើយមានហើយប៉ុន្តែលោកខួងស្រីបញ្ជាក់ថាប្រសិនបើតំបន់ណាមួយដែលលោកយល់ថាជាតំបន់អបគុំមែននោះលោកនឹងប្រើប្រាស់កងកម្លាំងទៅបង្ក្រាបហើយចង់បញ្ជាក់ឡើងវិញណាបើខ្ញុំវាយតម្លៃតម្លៃណាអបគុំខ្ញុំនឹងយកកម្លាំងទៅកំទេចហើយនេះបើខ្ញុំឲ្យច្បាស់បើខ្ញុំអត់ដែរវាយតម្លៃមួយចំនួនអង្គដែលចំណែកមន្ត្រីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាតហុកលោកណៃវងដាដែលតាមដានសកម្មភាពស្រង់ស្ថិតិនេះយល់ថាស្ថានភាពក្នុងវត្តសាមគ្គីរាំងសីពេលនេះมันអាចឈានដល់ប្រើពាក្យថាអបគុំបានឡើយថាអបគុំនេះគឺជាចលនានៃកម្លាំងបដាអាវុធតស៊ូដើម្បីដណ្ដើមអំណាចពីរាជរដ្ឋាភិបាលគ្រប់គ្រងសមត្ថកិច្ចដែនដីដោយខ្លួនឯងហើយមានកម្លាំងចាត់តាំងរចនាសម្ព័ន្ធរដ្ឋបាលក៏ដូចជាកម្លាំងបដាអាវុធក្នុងការគ្រប់គ្រងទឹកដីរបស់ខ្លួនប៉ុន្តែវត្តសាមគ្គីរាំងសីនេះដោយអស់លោកស្រីបានអញ្ជើញមកទីនេះហើយគឺយើងឃើញមានតែធូបទៀនប្រសង់ក៏ដូចជាស្បង់ជីពរហើយធរអាតែប៉ុណ្ណោះកាលពីថ្ងៃទី6កុម្ភៈលោកឡង់ឌីម៉ង់បានផ្ដល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីតាក់ទងនឹងភាពអសកម្មក្នុងវត្តសាមគ្គីរាំងសីដែលភ្ជាប់នឹងពាក្យអបគុំផងនោះវត្តសាមគ្គីរាំងសីត្រូវបានគេស្គាល់ថាជាវត្តខ្មែរដែលមានប្រសង់54អង្គគង់នៅភាគច្រើនជាប្រសង់ខ្មែរកម្ពុជាក្រោមជិត1ឆ្នាំកន្លងទៅវត្តសាមគ្គីរាំងសីក្លាយជាជំរកស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលរដ្ឋពីតាមបណ្ដាខេត្តមួយចំនួនឡើងមកតវ៉ារឿងដីធ្លីនៅក្រុងភ្នំពេញខ្ញុំរ៉ាន់សំណាងវិទ្យុអាស៊ីសេរីភ្នំពេញ